សួស្តីអ្នកទាំងអស់គ្នាឥឡូវគឺខ្ញុំមានពេលខ្ញុំបើកបង្រៀននៅផ្ទះបាទអញ្ចឹងអ្នកណាដែលចង់រៀនផ្ទាល់ជាមួយខ្ញុំតាក់ទងនឹងកម្មវិធីកាត់តវីដេអូបាទអញ្ចឹងកម្មវិធីវីដេអូធំគឺយើងមាន2បាទគឺមាន Adobe Premiere បូកនឹង plugin វាហើយនឹង After Effects ជាមួយនឹង plugin បាទអញ្ចឹងការងារបច្ចុប្បន្នគឺគេពេញនិយមណាស់បាទចំពោះ Premiere ហើយនឹង After Effects ហើយក៏យើងមានកម្មវិធីតូចៗសម្រាប់យើងប្រើការងារតូចៗដែរហើយជំនួយដូចជា CapCut ឬក៏ Pro Show ណាបាទកម្មវិធីហ្នឹងគឺយើងដូច Pro Show អីគឺយើងសម្រាប់លេង effect ដូចជា pre-wedding ឬក៏គេហៅថាវីដេអូបែបដើរលេងកម្សាន្តអីចឹងទៅគឺយើងប្រើហ្នឹងល្អគឺវាមាន effect ល្អបាទតែបើជាអាជីពខាងធ្វើ sport ភាពយន្តអីគឺយើងប្រើ Premiere និង After Effects ណាបាទអញ្ចឹងគឺខ្ញុំនឹងអត់តាក់ទងនឹង plugin វាទៀតណាហើយនឹងការកែ color កែអីចឹងទៅបាទអញ្ចឹងឥឡូវគឺខ្ញុំបញ្ចុះតម្លៃ20% បាទអញ្ចឹងបើសិនតែចាប់អារម្មណ៍អាចឆាតក្នុង Telegram បាទឬក៏ក្នុង channel ហ្នឹងក៏បានដែរបាទអញ្ចឹងអ្វីដែលយើងរៀនបាទហើយយើងម៉ោងយើងអាចរើសបាទពីម៉ោង8គឺ11យើងអាចរើសយកម៉ោងបាទយើងរៀន1ម៉ោងកន្លះបាទមួយវេនណាបាទយើងរៀន1ម៉ោងកន្លះអញ្ចឹងអានេះគឺបាទជាកម្មវិធីដែលយើងត្រូវរៀនបាទឬក៏មាន particle មួយទៀតណាបាទ particle គឺកម្មវិធីដែលតាក់ទងនឹងសិលអ្នកធ្វើតុក្កតាសម្រាប់ YouTube អីដែលរឿងនិទានអីហ្នឹងត្រូវហើយណាបាទត្រូវហ្នឹងបាទបាទបន្តមកនេះយើងរៀនពីរៀបចំប្លង់រឿងអីចឹងណាបាទរបៀបកាត់រឿងហើយប្លង់គេមិនខ្លះរបៀបមើលប្លង់មិនបាទប្លង់ sport ប្លង់អីចឹងទៅបាទអញ្ចឹងយើងយល់ដឹងពី effect transition បាទរបៀបដូរប្លង់មួយទៅប្លង់មួយអញ្ចឹងទៅណាបាទអញ្ចឹងយើងរៀនពីមាន color មានអីអញ្ចឹងទៅបាទហើយក៏យើងតាក់ទងនឹង motion graphic ដែរ intro outro អីចឹងទៅបាទអញ្ចឹងបើសិនចំណាប់អារម្មណ៍គឺយើងអាចតាក់ទងមកលេខនេះឬក៏លេខ Telegram បាទអញ្ចឹងគឺយើងអាច scan បាននេះបាទយើង scan Telegram ក៏បានដែរបាទនេះបាទយើង scan វាមកអញ្ចឹងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបើចាប់អារម្មណ៍អាចតាក់ទងមកបានណាបាទអរគុណ